con đừng làm sơ cho này. Đó là chỗ này nhé. Thiên cái chơi nhóm kiểu họ vài chục sai vậy. Mà xí là cái nè cô bong xoay tay tiếp mà có đường dân khang phố pe cho lên cái này phải đang đường dân phố mẹ cho có pe on đi on có mấy cho có nắm lai kịp không cho lai bạn các bạn đá của anh lai chúng nó nhìn ta tiêm đô plong ở miền sao bao nhiêu vậyประเด็นสันทากิจอย่างเกาะกระดาษมพอดปีมนตรีสำคัญในรัฐพิบาลในคณะดักนอมกรมพล OCIC ហើយនៅពេលនេះសម្ដេចបវរធិបតីនឹងលោកជំទាវបណ្ឌិតកំពុងអញ្ជើញបាននៅការអបអរស្វាគមន៍ដោយសម្លេងទះដៃយ៉ាងកងរំពងរបស់ភ្ញៀវកិត្តិយសជាតិអន្តរជាតិដែលបានអញ្ជើញចូលរួមយ៉ាងមហោឡរិកនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដេជោនៅវេលាព្រឹកថ្ងៃទី20ខែតុលាឆ្នាំ2025នេះនៅពេលនេះសម្ដេចបវរធិបតីនឹងលោកជំទាវបណ្ឌិតអញ្ជើញដល់វេទិកាកិត្តិយសក្រោមស្នូលទះដៃស្វាគមន៍យ៉ាងកងរំពងហើយតទៅនេះ
ខ្ញុំបាទសូមគោរពអញ្ជើញសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាទេសនាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដេជោដែលមានទិដ្ឋភាពទាំងស្រុងដូចតទៅខ្ញុំបាទសូមគោរពនិងសូមការអនុញ្ញាតដំណើរការនៅកម្មវិធីខ្ញុំបាទសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រចាន់មុនីហ៊ុនម៉ាណែតជាទីគោរពដ៏ពងពោះបំផុតសូមគោរពឧត្តមលោកជំទាវសមាជិកសមាជិកានៃព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសូមគោរពឧត្តមលោកជំទាវអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាជាទីគោរពនិងសូមគោរពឧត្តមបណ្ឌិតម៉ៅហាស់វណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាទីគោរពលោកអ្នកអុកញ៉ាបណ្ឌិតពងខៀវសែប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុន CAIC ជាទីគោរពឧត្តមលោកជំទាវលោកអ្នកអុកញ៉ាលោកជំទាវជាភ្ញៀវកិត្តិយសជាតិអន្តរជាតិមន្ត្រីរាជការអស់លោកស្រីព្រមទាំងអង្គពិធីទាំងមូលជាទីគោរពជាកិច្ចចាប់ផ្ដើមនៅកម្មវិធីសូមគោរពអញ្ជើញសម្ដេចធិបតីលោកជំទាវបណ្ឌិតព្រមទាំងអង្គពិធីទាំងមូលគោរពអញ្ជើញក្រោកឈរឡើងដើម្បីប្រុងប្រៀបគោរពទង់ជាតិនិងប្រុងប្រៀបគោរពវិញ្ញាណក្ខន្ធប្រុងប្រៀបគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានិងប្រុងប្រៀបគោរពវិញ្ញាណក្ខន្ធគោរពសូមសម្ដេចលោកជំទាវបណ្ឌិតព្រមទាំងអង្គពិធីទាំងមូលគោរពអញ្ជើញសម្រួលអេរិយាបថជាបន្តសូមការអនុញ្ញាតដ៏ពងពោះគោរពអញ្ជើញឧត្តមបណ្ឌិតម៉ៅហាស់វណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលគោរពអញ្ជើញថ្លែងនៅសន្ទរកថាស្វាគមន៍ខ្ញុំបាទសូមយកឱកាសជាប្រវត្តិសាស្ត្រក្នុងនាមរដ្ឋលេខាធិការដ្ឋានការចរស៊ីវិលថ្នាក់ដឹកនាំមន្ត្រីរាជការនិងក្នុងនាមក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិដៃជោថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់សូមយកឱកាសដ៏ថ្លៃថ្លានេះសូមគោរពជូនពរគប់នឹងពេលវេលាដែលសម្ដេចអញ្ជើញជាអធិបតីក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដៃជោ
គឺត្រូវនឹងថ្ងៃ20 ដុល្លារឆ្នាំ2025នេះគឺគម្រប់ជននិយាយុ48ឆ្នាំចូល49ឆ្នាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាខ្ញុំបាទក្នុងនាមជាថ្នាក់ដឹកនាំមន្ត្រីរាជការក៏ដូចជាក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុននិងបុគ្គលិកក្រុមហ៊ុនទាំងអស់សូមសម្ដែងនូវមនោសញ្ចេតនាជាទីស្រឡាញ់គោរពស្មោះស្ម័គ្រអស់ពីដួងចិត្តនិងអបអរសាទរយ៉ាងក្លៀវក្លាបំផុតជូនចំពោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវព្រមទាំងបុត្រាបុត្រីសូមប្រកបដោយសុខភាពល្អបរិបូរណ៍កម្លាំងពលំខ្លាំងក្លាបញ្ញាឆ្លៀវវៃនិងជននិយាយុយឺនយូរដើម្បីបន្តបេសកកម្មដ៏ឧត្តមឧត្តមបម្រើជាតិមាតុភូមិបវរនៃយើងខ្ញុំបាទសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពលោកជំទាវបណ្ឌិតបច្ចានមនីហ៊ុនម៉ាណែតជាទីគោរពសូមគោរពអាដាមឧបនាយករដ្ឋមន្ត្រីអាដាមទេសរដ្ឋមន្ត្រីអាដាមលោកជំទាវសម្ដេចអាដាមលោកជំទាវសមាជិកាព្រឹទ្ធសភារដ្ឋសភាលោកអ្នកអង្គការបណ្ឌិតប៉ុងខៀវសែប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Airport Investment អាដាមលោកជំទាវលោកអង្គការអ្នកអង្គការលោកស្រីតំណាងក្រសួងស្ថាប័នតំណាងអង្គទូតនិងអង្គការជាតិអន្តរជាតិរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍឯកជនភ្ញៀវកិត្តិយសជាតិអន្តរជាតិទាំងអស់ជាទីមេត្រីថ្ងៃនេះគឺជាឱកាសដ៏មហាវិសេសវិសាលក្រៃលែងនិងជាប្រវត្តិសាស្ត្រដែលខ្ញុំបាទតាំងនាមរដ្ឋលេខាធិការឋានអាកាសចរស៊ីវិលមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ឧត្តមឧត្តមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតសម្ដេចអាដាមលោកជំទាវភ្ញៀវកិត្តិយសអ្នកសារព័ត៌មានជាតិអន្តរជាតិទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិដៃជោដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេងនិងជាមោទនភាពថ្មីមួយរបស់ប្រជាណាចក្រកម្ពុជានាក្នុងឱកាសនេះខ្ញុំបាទសូមអនុញ្ញាតគោរពរាយការណ៍ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងអង្គពិធីទាំងមូលពីសាវតាការពាក់ព័ន្ធនឹងការសម្រេចធ្វើការអភិវឌ្ឍការសាងសង់អាកាសយានដ្ឋានអន្តរជាតិដៃជូដែលជាអាកាសយានដ្ឋានថ្មីស្រឡាងជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយមានសេចក្តីសង្ខេបខាងក្រោមទី1អំពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្ថានភាពនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីមានឈ្មោះពីដើមមានឈ្មោះថាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងត្រូវបានកសាងឡើងនៅឆ្នាំ1954លើផ្ទៃដីសរុប 386.50 ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅនិងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យដែលមានចម្ងាយជាង10គីឡូម៉ែត្រពីចំណុចកណ្ដាលរាជធានីភ្នំពេញនិងបានចាប់ផ្ដើមបើកឲ្យប្រើប្រាស់នឹងដំណើរការដំបូងនៅក្នុងឆ្នាំ1955ហោះហើរជាលក្ខណៈនៅក្នុងស្រុកនិងនៅឆ្នាំ1959អាកាសយានដ្ឋាននេះត្រូវបានពង្រឹងនិងកែលម្អសម្រាប់ការហោះហើរជាលក្ខណៈអន្តរជាតិដោយសារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានលក្ខណៈតូចចង្អៀតនិងទីតាំងទៀតសោតស្ថិតនៅកណ្ដាលរាជធានីភ្នំពេញផងនោះมันអាចធ្វើការអភិវឌ្ឍនិងពង្រីកតំបន់អាកាសយានដ្ឋាននេះទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិដៃជោជំនួសឲ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញដើម្បីឆ្លើយតបបានទៅនឹងតម្រូវការកំណើន
ការដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់រយៈពេលមធ្យមនិងរយៈពេលវែងបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាទ្រព្យសម្បត្តិរបស់រដ្ឋស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងនិងថែរក្សាដោយរដ្ឋលេខាធិការឋានអាកាសចរស៊ីវិលហើយចំពោះការប្រើប្រាស់ទីតាំងអាកាសយានដ្ឋាននេះទៅអនាគតគឺអាស្រ័យលើទស្សនៈទាននិងការសម្រេចរបស់រាជរដ្ឋាភិបាលអំពីស្ថានភាពរួមអាកាសយានដ្ឋានអន្តរជាតិដៃជូនៅថ្ងៃទី21ខែធ្នូឆ្នាំសូមគោរពសម្ដេចមហា បវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចឯកឧត្តមឧបនាយករដ្ឋមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីឯកឧត្តមរដ្ឋមន្ត្រីឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោកជំទាវរដ្ឋមន្ត្រីលោកជំទាវទេសភិបាលឯកអគ្គរដ្ឋទូតរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំព្រះរាជាកម្ពុជាឯកឧត្តមលោកជំទាវអស់លោកស្រីតំណាងក្រសួងស្ថាប័នអាជ្ញាធរក្រុមហ៊ុនភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ជាទីមេត្រីស្វាគមន៍មកកាន់អាកាសយានដ្ឋានអន្តរជាតិដៃជោថ្ងៃនេះយើងបានជួបជុំគ្នានៅទីនេះដើម្បីអបអរសាទរការបាក់សម្ពោធអាកាសយានដ្ឋានតំណាប់ពិភពលោក 4F របស់យើងនឹងចូលរួមធ្វើការជាសក្តិដោយតពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាអាកាសយានដ្ឋានអន្តរជាតិដៃជោគឺមិនមែនគ្រាន់តែជាជក់ទ្វារមួយទៅកាន់ពិភពលោកនោះទេក៏ជាកាតាលីករសេដ្ឋកិច្ចនិងជានិមិត្តរូបរបស់ប្រទេសជាតិប្រជាជនស្ថិរភាពសន្តិភាពនិងវឌ្ឍនភាពរបស់ប្រទេសកម្ពុជាក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនិងសម្ដេចធិបតីប្រវត្តិនៃការសាងសង់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនិងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនិងសាងសង់អាកាសយានដ្ឋានអន្តរជាតិដែលបច្ចុប្បន្នមានឈ្មោះជាផ្លូវការថាអាកាសយានដ្ឋានអន្តរជាតិដៃជោ International Airport TIA ដែលប្រសិទ្ធនាមដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាទ័ពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាការវិនិយោគសាងសង់ TIA ដំណាក់កាលទី1មានចំនួន $2,300 លានអាមេរិកដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍អ្នកដំណើរស្ថានីយ៍អ្នកដំណើរពិសេស VVIP Terminal ទីលានចុះចតយន្តហោះអគារនិងហេដ្ឋារចនាសម្ព័ន្ធទៅទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន TIA រួមមានផ្លូវស្ពានអាកាសឃ្លាំងទំនិញចំណាយហេដ្ឋារចនាសម្ព័ន្ធនិងចំណាយសម្រាប់ការទេប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិពូជតុងមក TIA ទុនវិនិយោគគឺប្រើដើមទុនតរបស់ក្រុមហ៊ុន OCIC និងការចូលរួមទុនតាមរយៈមូលបត្របំណុលពីស្ថាប័នធនាគារនិងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកអាកាសយានដ្ឋានអន្តរជាតិដៃជោស្តង់ដារកម្រិត 4F នេះត្រូវបានគ្រប់គ្រងនិងសាងសង់ទាំងមូលដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC គម្រោងនេះក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជាក្រុមហ៊ុន Foster and Partner ជាស្ថាបត្យករនៃស្ថានីយ៍អ្នកដំណើរក្រុមហ៊ុនកាណាដា Atkins ដែលជា consultant រៀបចំផែនការដាម
ហើយក្រុមហ៊ុនកូរ៉េខាងត្បូង Hirim Architect and Planner ដែលជា consultant រៀបចំគម្រោងនៅពេលសាងសង់ក្រុមហ៊ុន Holong Naco ជាអ្នករៀបចំផែនការមេ Master Planner និងក្រុមហ៊ុនសង្ហបុរី Chang E ដែលជាអ្នកប្រឹក្សាលើផែនការអាជីវកម្មការរៀបចំទទួលវិញ្ញាណបត្រអាកាសចរនិងការងារត្រៀមប្រតិបត្តិការទេពីពលានចាស់មកពលានថ្មីអរ៉ាក់ហើយនឹងក្រុមហ៊ុនចិន China State Construction Test Engineering Bureau Company Limited ចុងជឿនសាន់ជីដែលមកពីប្រទេសចិនជាក្រុមហ៊ុនមកការសាងសង់ស្ថានីយ៍អ្នកដំណើរខ្ញុំសូមថែមអរគុណជូនក្រុមហ៊ុនចូលរួមសាងសង់គម្រោងមានដូចខាងក្រោមក្រុមហ៊ុនសង្ហបុរី RLB ក្រុមហ៊ុន Aviation នឹងសាងសង់គម្រោងនេះគឺបើមិនតាមរបាយការណ៍ឲ្យបូកសរុបឲ្យខ្ញុំគឺមានការចូលរួមច្រើនពហុសាសន៍មានពីកាណាដាមានពីអង់គ្លេសមានពីសិង្ហបុរីមានពីកូរ៉េខាងត្បូងមានពីចិនមានពីនៅទលិនមានពីវៀតណាមបានន័យថាពហុសាសន៍នៅក្នុងការតាំងពីដំណាក់កាលនៃការរៀបចំគូសវាសសាងសង់រហូតដល់ការគ្រប់គ្រងចូលរួមគ្នាដើម្បីធ្វើអញ្ចឹងយើងអាចថាជាពលានពហុសាសន៍នៅក្នុងការបង្កើតឲ្យមាននេះប៉ុន្តែគ្រប់គ្រងដឹកនាំនឹងការចូលរួមនិងការគ្រប់គ្រងទទួលខុសត្រូវដោយកម្ពុជាផ្ទាល់នេះគឺជាការចូលរួមចំពោះខ្ញុំអាចគិតថាពលានយន្តហោះនេះបើយើងប្រៀបធៀបប្រទេសយើងមិនខុសគ្នាទេទីនេះយើងឃើញប៉ុន្តែមិនទាន់សង់អស់នៅសល់ 2000 ហិកតាទៀតដូច 2000 ហិកតាអញ្ចឹងដែរបំរុង 2000 ហិកតានេះគឺមិនមែនទុកចោលជាដីស្រែទេគឺមានចក្ខុវិស័យសម្រាប់រៀបចំជាតំបន់ឧស្សាហកម្មជាតំបន់លំនៅឋានជាតំបន់បង្កើតការងារបង្កើតរបរផ្សេងទៀតអញ្ចឹងនៅក្នុងរយៈពេល10 15 20ឆ្នាំទៀតកន្លែងនេះនឹងកាន់តែប្រែប្រួលប៉ុន្តែមកដល់ម៉ោងនេះពេលនេះកន្លែងនេះបានប្រែប្រួលពីកន្លែងដែលធ្លាប់ទៅជាបឹងទៅជាដីស្រែចំការមីននៅសល់កាកសំណល់ពីសង្គ្រាមជាតិផ្ទុះមិនទាន់ផ្ទុះคล้ายទៅជាពលានយន្តហោះដ៏ស្កឹមស្កៃមួយដែលប្រជាជនទូទាំងប្រទេសអបអរសាទរនេះគឺជាការវិវត្តមួយដែលយើងត្រូវមានមោទនភាពបាទមិនខុសពីប្រទេសយើងដែលចេញពីសង្គ្រាមចេញពីការបាក់បែកចំនួន79កសាងបដាបណ្ដល់បោកនេះដែលយើងត្រូវមានមោទនភាពទោះបីជាយើងមិនទាន់ជាប្រទេសអ្នកមានប៉ុន្តែយើងក៏បានវិវត្តដើរមកច្រើនហើយមានចក្ខុវិស័យសម្រាប់បន្តទៅទៀតទី2ប្រជាជនខ្មែរយើងរាប់រៀនអ្នកអបអរសាទរខ្ញុំចាំសប្តាហ៍ណាមួយនោះអ្នកមកមើលនេះឡើងកកស្ទះតែម្ដងគាត់មកមើលដោយកកស្ទះគាត់ចង់មកមើលមកអបអរសាទរនៅសមិទ្ធផលរបស់យើងរបស់ប្រទេសជាតិរបស់យើងបើគាត់មិនសប្បាយចិត្តគាត់មិនមានមោទនភាពគាត់មិនមកទេហើយយើងក៏ឃើញហើយអបអរសាទរនៅក្នុងកិច្ចការនេះដែលប្រជាពលរដ្ឋយើងមិនថាអ្នកនៅក្នុងប្រទេសអ្នកមិនចាំបាច់ធ្វើដំណើរក្រៅប្រទេសតាមយន្តហោះក៏មកមើលដើម្បីអបអរសាទរនិងមោទនភាពបង្ហាញនូវមោទនភាពប្រជាជនយើងខ្មែរនៅក្រៅប្រទេសដែលធ្លាប់ធ្វើដំណើរចុះទៅប្រទេសគេឃើញពលានយន្តហោះធំឥឡូវចាប់ផ្ដើមចុះមកប្រទេសខ្លួនឯងឃើញពលានយន្តហោះធំស្តង់ដារអន្តរជាតិមានមោទនភាពខ្មែរយើងនៅក្រៅប្រទេសដែលធ្លាប់ចុះនៅពលានចាស់ដល់ចុះមកពលានថ្មីក៏មានមោទនភាពនៅតែខ្ញុំមិនទាន់បានហោះចេញពីពលានទេបាទអ្នកដែលហោះមុនគេចេញពីពលាននេះគឺអាដាមធានាធិបតី Marcos Junior គាត់ទស្សនកិច្ចផ្លូវការគឺចំពេលដែលយើងផ្ទេរថ្ងៃ9 ខែ 9គាត់ចុះនៅពលានចាស់ថ្ងៃ8ដែលគាត់ហោះចេញថ្ងៃ9អញ្ចឹងភ្ញៀវ VVIP ធំមុនគេបំផុតគឺប្រធានាធិបតីហ្វីលីពីនទៅទីនេះអញ្ចឹងអបអរសាទរហើយថ្ងៃមុននាយករដ្ឋមន្ត្រី Dominic Commonwealth នោះ
គាត់ក៏មកគាត់ថាគាត់សប្បាយចិត្តខ្ញុំប្រាប់ថាឯកឧត្តមសំណាងជាងខ្ញុំតន់បានហោះចេញពីដឹងផងខ្ញុំធ្លាប់មកទីនេះនៅពេលមិនទាន់ចប់សាងសង់មកសម្ដែងសម្ដាលជាមួយបងប្អូនហើយថ្ងៃនេះគឺជាលើកទី1ដែលខ្ញុំឃើញរូបព្រះដោយផ្ទាល់ថ្ងៃមុនជិះលួចមកអើតមើលជិះកាត់ទេបានមើលពីក្រៅអញ្ចឹងគឺជាមោទនភាពដែលប្រជាពលរដ្ឋយើងទាំងអស់ហើយក៏ដូចជាប្រទេសយើងដែលប្រជាពលរដ្ឋយើងរីករាយអបអរសាទរទោះបីជាមិនទាន់មានដូចប្រទេសគេតែយើងមានមោទនភាពដែលយើងដើរមកដល់ទីនេះប៉ុន្តែវាគ្មានអីល្អឥតខ្ចោះហើយក៏គ្មានអីដែលឲ្យតម្រូវចិត្តគ្រប់គ្នានោះទេកន្លងទៅខ្ញុំឃើញតាម Facebook តាមអីមានទស្សនៈមួយចំនួនតូចគាត់លើកកតាំងអ្នកខ្លះកតាំងឲ្យខ្មែរក្រចាំបាច់ធ្វើពលានធំធ្វើអីទៅអញ្ចឹងទៀតអ្នកខ្លះថាអញ្ចេះថាអញ្ចោះបាទរឿងសេវាមិនទាន់មកជ្រុងរឿងចេះខ្ញុំគិតថាវាតែតែមានមិនបញ្ហាទេវាដូចប្រទេសយើងប៉ុន្តែអ្វីដែលខ្ញុំលើកនេះមិនលើកសំដៅទៅលើភាពអវិជ្ជមាននោះទេអ្វីដែលខ្ញុំសំដៅនេះសំដៅទៅលើថាតើយើងត្រូវឆ្លើយតបជាមួយភាពអវិជ្ជមានយ៉ាងម៉េចទន្ទឹមនឹងពេលដែលយើងមានទស្សនៈសប្បាយរីករាយបើសិនជាមានការរបស់ខ្ញុំថាការឆ្លើយតបជាមួយទស្សនៈអវិជ្ជមានមានពីរទី1ត្រូវធ្វើយ៉ាងណាដើម្បីបើសិនជាការបកស្រាយការលើកឡើងនោះមិនពិតយើងត្រូវបង្ហាញការពិតកុំឲ្យមានការយល់ច្រឡំប៉ុន្តែអ្វីដែលជាស្នូលគឺត្រូវទទួលស្គាល់បើសិនជាអវិជ្ជមានឬអវិជ្ជមានត្រូវធ្វើយ៉ាងម៉េចពង្រឹងនិងកែលម្អវាឲ្យកាន់តែរឹងមាំនេះគឺជាទស្សនៈដែលយើងយកទៅត្រូវពង្រឹងពលាននេះតទៅទៀតបាទបើគេថានឹងបោះប្រទេសនេះប្រទេសនោះមិនពិតយើងត្រូវចេញទៅប្រាប់ថាអត់ទេអានឹងបោះខ្មែរកូនខ្មែរ 90% ធ្វើមិនជាពាក់ស្អីទេឲ្យបងប្អូនមហាជនបានធ្វើបើសិនជាគេលើកបញ្ហាសេវាកម្មមានបញ្ហាយើងត្រូវទី1កុំអាលបដិសេធត្រូវទៅមើលសិនតើមានបញ្ហាអត់បើមានបញ្ហាត្រូវដោះស្រាយឲ្យពង្រឹងឲ្យបានអានឹងខ្ញុំអរគុណឃើញពលានហោះចាត់វិធានការនេះល្អថ្ងៃមុនរឿងជីរឿងអីណានោះលោកអុកញ៉ាឆាលវ៉ាន់ឃើញខ្ញុំឃើញគាត់ទៅដោះស្រាយត្រួតពិនិត្យមើលតែម្ដងព្រោះត្រូវថាទទួលស្គាល់ការរិះគន់ឬការអីមួយវាជាចំណុចមួយដែលយើងត្រូវទទួលដើម្បីមើលខ្លួនឯងហើយបើខុសពង្រឹងខ្លួនឯងមានតែការពង្រឹងខ្លួនឯងកាត់បន្ថយភាពអវិជ្ជមាននោះទេទើបយើងមានអាចគេថាបិទនៅការរិះគន់ជាអចិន្ត្រៃយ៍បានបើមិនអញ្ចឹងទេយើងមិនអាចធ្វើបានទេអ្វីដែលខ្ញុំចង់លើកនោះគឺថាអ្វីដែលយើងបានធ្វើមកដល់ម៉ោងនេះគឺស្ថិតទៅលើមិនមែនតែអគារល្អនោះទេពេលដែលយើងបើកគឺសេវាកម្មនិងកិច្ចការងារជំរុញផ្សេងទៀតអ្វីដែលយើងបានមកដល់ម៉ោងនេះបានល្អគឺបញ្ជាក់អំពីការខិតខំរួមគ្នារួចទៅហើយរបស់មន្ត្រីនៅទទួលធ្វើការនៅទីនេះរបស់វិស័យឯកជនរបស់បុគ្គលិកទាំងអស់គ្នានៅទីនេះអញ្ចឹងខ្ញុំសូមធ្វើការកោតសរសើរហើយបន្តកិច្ចការងារនេះបាទដើម្បីយើងពង្រឹងខ្លួនយើងហើយភារកិច្ចដើម្បីឲ្យពលាននេះកាន់តែទំនើបកាន់តែមានការទទួលខុសត្រូវនឹងទៅជាពលានមួយដែលគេទទួលស្គាល់នូវគុណភាពរយៈពេលវែងជាកាតព្វកិច្ចរបស់អ្នកណាជាកាតព្វកិច្ចរបស់ទាំងអស់គ្នានៅទីនេះយើងមានពហុស្ថាប័នយើងមានមន្ត្រីតាំងពីអន្តោប្រវេសន៍មន្ត្រីសន្តិសុខយើងមានបុគ្គលិកអនាម័យបុគ្គលិកសន្តិសុខយើងមានអ្នកគ្រប់គ្រងយើងមានក្រុមហ៊ុនម្ចាស់បើចង់ឲ្យផ្ទះរបស់យើងកន្លែងធ្វើការរបស់យើងទៅជាកន្លែងល្បីដែលគ្រប់គ្នាសរសើរគ្រប់តលតែគ្រប់គ្នាត្រូវខិតខំយ៉ាងណាបំពេញភារកិច្ចឲ្យល្អតាំងពីអ្នកអនាម័យក្នុងប្រគុណត្រូវទឹកធ្វើយ៉ាងណាឲ្យប្រគុណនឹងស្អាតគ្រប់ពេលកុំចាំថាអានឹងងាយបោះតកែខ្ញុំបើធ្វើរាជរដ្ឋាភិបាលមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាជនទូទាំងប្រទេសពិតជាមានមោទនភាពក្រៃលែងចំពោះអាកាសយានដ្ឋានអន្តរជាតិដែលជាសមិទ្ធផលសាធារណៈថ្មីមួយទៀតដើម្បីសម្រួលដល់ការដឹកជញ្ជូននិងការធ្វើដំណើរតាមផ្លូវអារម្មណ៍
បងប្អូនខ្លះដោយសារខំពេកបាច់មកផ្ដាច់100ឆ្នាំប៉ុន្តែសួរថាផ្ដាច់100ឆ្នាំបានបងប្អូននៅអាមេរិកបងប្អូននៅភ្នំពេញអូនណាក៏ដោយតែបកលបញ្ហារស់ទាំងអស់គ្នាហើយសូមដាក់ចាក់កោវិស័យរស់រយៈពេលវែងកុំរស់រយៈពេលខ្លីរស់តែមួយផ្លេតបាត់ភាពប្រកួតប្រជែងគួរសង្គ្រាមចេញពីការបាត់បែកជំនួសចិត្ត9កសាងបណ្ដាបណ្ដាបន្តមកទីដែលយើងត្រូវមានមោទនភាពទោះបីជាឥឡូវហើយសុខណ្ឌលោកអ្នកអុកញ៉ាបណ្ឌិតពងខៀវសែលោកជំទាវលឹមសុផានីអុកញ៉ាវ៉ាន់ឆាលជួនលោកស្រីលឹមលីណាឯកឧត្តមពៅប៉ូលីណែលឯកឧត្តមប៉ុលសារីលោកជំទាវសួនស្រីឯកឧត្តមចិនប៊ុនឆាឯកឧត្តមចិនប៊ុនធានឯកឧត្តមសមនបណ្ឌិតឯកឧត្តមវណ្ណាបូរិតឯកឧត្តមសូកិត្យាឯកឧត្តមឈុនស៊ីវនឯកឧត្តមវ៉ាន់ចន្ទីឯកឧត្តមមួងរិទ្ធីឯកឧត្តមឡុងឆេងឯកឧត្តមវ៉ាន់ណូរ៉ាឯកឧត្តមស៊ីនប៊ុនថាតឯកឧត្តមអេងរ៉ាឯកឧត្តមប្រូស៊ីថនឯកឧត្តមសែមប៊ុនរិទ្ធឯកឧត្តមលេងសុធាលោកអាំងអេងហ៊ុយលោកជាវវីនលោកខាន់ខីសានលោកហ៊ីវពុទ្ធិរិទ្ធលោកដែននិមលលោកត្រីច័ន្ទតុលាលោកសាមសុឌីម៉ង់និងលោកលឹមសម្បត្តិនេះគឺឯកឧត្តមលោកជំទាវលោកអ្នកអុកញ៉ាលោកជំទាវដែលលោកមានភារកិច្ចឡើងទទួលនៅគ្រឿងឥស្សរិយយសជាតិតូបកាត្រៀមជាបន្តទៀតគឺគ្រឿងឥស្សរិយយសមនីសារភ័ណ្ឌសម្រាប់ជូនចំពោះភ្ញៀវអន្តរជាតិនិងត្រៀមទទួលបន្តពីជាតិតូបកានៅពេលណាដែលឮឈ្មោះហើយសូមអញ្ជើញទៅតាមលំដាប់បាទsorry អ
passport cover and insert passport. Please remove passport cover and insert passport.តែឆ្ងាយមកស្មៃថ្មីចូលជួនបាន1 2 3បាទសូមគ្រប់ខែបាទពុទ្ធ rồi cho bao nhiêu nữa mình nó một chút cam Bà sầm chơi bát muối pi 7 đón tiết muối pi 7 xong một con ba con mình hấp chú muối pi 7 cái trộm đi à Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ